ថ្ងៃនេះក៏មានទិន្នន័យមួយដែលជាទិន្នន័យតាក់ទងនឹងទីផ្សារការងាររបស់សហរដ្ឋអាមេរិកផងដែរនៅវេលាម៉ោង 8:30 នាទីគឺតាក់ទងនឹង Initial Jobless Claim ដែលជាទិន្នន័យមួយដែលបញ្ជាក់អំពីភាពគ្មានការងារធ្វើរបស់ប្រជាជនអាមេរិកដែលបាន claim លុយពីរដ្ឋាភិបាលសួស្តីបងប្អូនអរគ្នាខ្ញុំគុណណាន់ជាអ្នកវិភាគព័ត៌មានប្រចាំក្រុមហ៊ុន JFG Investment នៅថ្ងៃទី 15 មករានេះខ្ញុំនឹងធ្វើការចែករំលែកជូននៅព្រឹត្តិការណ៍ព័ត៌មានផ្សេងៗតាក់ទងនឹងបម្រែបម្រួលទៅលើតម្លៃទីផ្សារផងដែរអញ្ចឹងតាក់ទងទៅនឹងតម្លៃមាសយើងមកធ្វើការអាប់ដេតជាមួយនឹងបម្រែបម្រួលទីផ្សារដែលមាសបានបង្កើតតម្លៃប្រវត្តិសាស្ត្រម្ដងទៀតហើយគឺតម្លៃ $4,640 នៅក្នុង1អោនដែលជាតម្លៃខ្ពស់បំផុតผมធ្លាប់មានបើយើងគិតជាតម្លឹងគឺស្មើនឹង $5,590 នៅក្នុងមួយតម្លឹងហើយក៏ជាតម្លៃខ្ពស់ដូចគ្នាផងដែរហើយបើកលេចមើលទៅលើប្រាក់វិញគឺប្រាក់រឹតតែខ្ពស់មែនទែនគឺរហូតដល់តម្លៃ $93.5 នៅក្នុង1អោនប្រាក់អញ្ចឹងទាំងប្រាក់ទាំងមាសគឺវាមានការកើនឡើងជាលំដាប់តែម្ដងរហូតដល់បង្កើតជាតម្លៃប្រវត្តិសាស្ត្រជាប្រចាំតែម្ដងអញ្ចឹងវាពិតជាមានចំណាប់អារម្មណ៍ខ្លាំងមែនទែនដែលតាក់ទងនឹងទីផ្សារលោហៈមានតម្លៃនេះគឺវាមានការកើនឡើងឥតឈប់ឈរអញ្ចឹងតាក់ទងនឹងមូលហេតុក៏ដូចជាកត្តាលីករដែលបានរុញច្រានឲ្យតម្លៃទីផ្សារទាំងអស់នេះមានការកើនឡើងឥតឈប់ឈរបែបនោះគឺទី1ដែលនៅចំពោះមុខតែម្ដងគឺប្រាក់ដុល្លារគឺមានការធ្លាក់ថ្លៃជាបន្តបន្ទាប់ធ្លាក់ថ្លៃដោយសារតែបាត់បង់ទំនុកចិត្តពីការវិនិយោគពីវិនិយោគិនដោយសាររឿងរ៉ាវផ្សេងៗរបស់សហរដ្ឋអាមេរិកដូចជាតាក់ទងនឹងផែនការនៅក្នុងការទម្លាក់អត្រាការប្រាក់របស់ធនាគារកណ្ដាលដែលគេនឹងធ្វើការទម្លាក់នៅក្នុងឆ្នាំនេះអញ្ចឹងអ្វីទាំងអស់នេះគឺសុទ្ធតែជាមូលហេតុដែលបានធ្វើឲ្យលុយដុល្លារវាមានការធ្លាក់ចុះម្ដងបន្តិចហើយក៏រុញច្រានឲ្យតម្លៃទីផ្សារមាសទីផ្សារប្រាក់មានការកើនឡើងជាបន្តបន្ទាប់ឈប់ឈរបែបនេះដែលបច្ចុប្បន្នតាក់ទងនឹងព្រឹត្តិការណ៍ក៏ដូចជាស្ថានភាពនៅក្នុងប្រទេសអ៊ីរ៉ង់ដែលតាក់ទងនឹងមានការបាតកម្មពីប្រជាជនរបស់អ៊ីរ៉ង់ទាមទារឲ្យមានការចុះចេញពីតំណែងរបស់ថ្នាក់ដឹកនាំរបស់អ៊ីរ៉ង់ដែលជាចំណុចមួយបង្ហាញឲ្យឃើញពីបញ្ហាភូមិសាស្ត្រនយោបាយអញ្ចឹងបញ្ហាភូមិសាស្ត្រនយោបាយគឺជាចំណុចមួយដែលធ្វើឲ្យអ្នកវិនិយោគគឺមានការព្រួយបារម្ភក៏ដូចជាបាត់បង់នៅទំនុកចិត្តដូច្នេះហើយទើបជាអ្វីដែលបានធ្វើឲ្យពួកគេធ្វើការជ្រើសរើសយកមាសដើម្បីជាការការពារហានិភ័យណាមួយអាចកើតឡើងហើយក៏ជាការការពារនៅក្នុងការវិនិយោគផងដែរដែលជាមូលហេតុចម្បងធ្វើឲ្យតម្លៃមាសប្រាក់មានការកើនឡើងខ្លាំងបែបនេះអញ្ចឹងតាក់ទងទៅនឹងព័ត៌មានថ្មីពីខាងប្រទេសអ៊ីរ៉ង់យើងទទួលបានថាតាក់ទងទៅនឹងការសម្លាប់ទៅលើប្រជាជនដែលបានបាតកម្មគឺវាមានការកើនឡើងរហូតដល់ទៅ 2,500 នាក់ដែលនេះគឺជាចំណុចមួយដែលធ្វើឲ្យសហរដ្ឋអាមេរិកពុំនៅស្ងៀមនោះទេដែលអាមេរិកតែងតែធ្វើការគម្រាមកំហែងជាបន្តបន្ទាប់ថាកុំឲ្យមានការសម្លាប់ទៅលើប្រជាជនដែលកំពុងតវ៉ាប្រសិនបើមានការកាប់សម្លាប់ឬក៏បាញ់សម្លាប់នោះអញ្ចឹងសហរដ្ឋអាមេរិកអាចនឹងធ្វើការអន្តរាគមន៍ដោយប្រើប្រាស់កម្លាំងយោធាអញ្ចឹងរឿងនេះគឺវារឹតតែធ្វើឲ្យមានកម្ដៅឡើងកាន់តែខ្លាំងអ្វីដែលជាការឆ្លើយតបទៅនឹងការគម្រាមកំហែងរបស់សហរដ្ឋអាមេរិកយើងសង្កេតឃើញថាថ្នាក់ដឹកនាំអ៊ីរ៉ង់ហាក់បីជាកំពុងតែផ្អាកនៅក្នុងការសម្លាប់តាក់ទងនឹងប្រជាជនដែលកំពុងតវ៉ាអញ្ចឹងចំណុចនេះគឺហាក់បីជាបានបន្ធូរបន្ថយទៅលើភាពតានតឹងនៅក្នុងបញ្ហានេះបានមួយកម្រិតហើយចំណុចនេះហើយដែលបានធ្វើឲ្យតម្លៃមាសហាក់បីជាវាមានការធ្លាក់មកវិញជា correction ផងដែរអញ្ចឹងនៅក្នុងតម្លៃមាសនៅក្នុងព្រឹកនេះជាក់ស្ដែងគឺនៅក្នុងតម្លៃ $4,610 នៅក្នុង1អោនអញ្ចឹងដែលស្មើនឹង $5,554 នៅក្នុងមួយតម្លឹងផងដែរអញ្ចឹងផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍នេះបើសិនជាយើងទទួលបានព័ត៌មានថាតាក់ទងទៅនឹងការឡើងកម្ដៅនៅបញ្ហាទាំងអស់នេះវាមានការថមថយចុះនោះកាន់តែច្រើនទៀតនោះអញ្ចឹងយើងឃើញថាតម្លៃមាសអាចនឹងមានឱកាសនៅក្នុងការធ្លាក់មកវិញថែមទៀតផងដែរអញ្ចឹងបើសិនជាវាមានការធ្លាក់ចុះមកវិញអាចថាដល់តម្លៃ $4,500 ទៅតម្លៃ $4,550 នៅក្នុង1អោននោះគឺជាឱកាសដែលល្អមែនទែននៅក្នុងការទិញវាឡើងគឺដើម្បីទទួលបាននៅផលចំណេញសម្រាប់រយៈពេលវែងនៅខាងមុខតោះឥឡូវយើងមកធ្វើការតាមដានសម្រាប់ព័ត៌មាននៅក្នុងថ្ងៃនេះវិញម្ដងថ្ងៃនេះក៏មានទិន្នន័យមួយដែលជាទិន្នន័យតាក់ទងនឹងទីផ្សារការងាររបស់សហរដ្ឋអាមេរិកផងដែរនៅវេលាម៉ោង 8:30 នាទីគឺតាក់ទងនឹង Initial Jobless Claim ដែលជាទិន្នន័យមួយដែលបញ្ជាក់អំពីភាពគ្មានការងារធ្វើរបស់ប្រជាជនអាមេរិកដែលបាន claim លុយពីរដ្ឋាភិបាលអញ្ចឹងតាក់ទងនឹងទិន្នន័យនេះបើយើងសង្កេតមើលជាទូទៅហាក់បីជាមិនសូវជាមានឥទ្ធិពលលើទីផ្សារទេដោយសារតែចន្លោះតួលេខគឺអាចចេញនៅក្នុងចន្លោះពី200
tớiចន្លោះ 240k អញ្ចឹងវាជាតួលេខធម្មតាមួយដែលអាចថាមិនសូវជាមានឥទ្ធិពលលើទីផ្សារប៉ុន្តែគួរកត់សម្គាល់ដែរបើសិនជាទិន្នន័យវាមានការចាក់ឆ្ងាយពីចន្លោះលេខហ្នឹងអញ្ចឹងតម្លៃលុយដុល្លារអាចមានការប្រែប្រួលហើយក៏អាចធ្វើឲ្យតម្លៃវាមានការប្រែប្រួលផងដែរអញ្ចឹងសូមធ្វើការតាមដានទាំងអស់គ្នានៅវេលាម៉ោង 8:30 នាទីយប់នេះអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូមួយនេះតាំងដើមរហូតដល់ចប់សម្រាប់ព័ត៌មានបន្ថែមក៏ដូចជាចំណេះដឹងផ្សេងៗទាក់ទងនឹងការវិនិយោគលើទីផ្សារមួយនេះសូមធ្វើការទំនាក់ទំនងមកកាន់ក្រុមការងារតាមរយៈលេខទូរស័ព្ទក៏ដូចជា page របស់ក្រុមហ៊ុនដើម្បីទទួលបានព័ត៌មានថ្មីៗតាមព្រឹត្តិការណ៍ទីផ្សារសូមបងប្អូនធ្វើការចូល Channel Telegram ដែលមាន link នៅខាងក្រោមបាទសូមអរគុណសូមជម្រាបលា